សួស្តីម៉ាក់ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបង្រៀនកូនឲ្យចេះកាន់ស្លាបព្រាញ៉ាំបាយខ្លួនឯងញ៉ាំអ្វីៗខ្លួនឯងណាចាវាគឺជារឿងពិបាកខ្លាំងហើយក៏វាគឺជារឿងងាយស្រួលមួយយ៉ាងដែរយើងដឹងហើយថាក្មេងគាត់ប្រៀបបានដូចជាกระดาษសអញ្ចឹងហើយសកម្មភាពរាល់ទង្វើរបស់យើងធ្វើរាល់ថ្ងៃហ្នឹងប្រៀបបានជាពណ៌ដែលនឹងទៅប្រឡាក់ក្រដាសចាអញ្ចឹងអ្វីគ្រប់យ៉ាងដែលយើងធ្វើហ្នឹងកូនយើងក្មេងៗគាត់មើលហើយគាត់ធ្វើតាមហើយយើងត្រូវដឹងថាយើងចង់ឲ្យកូនយើងចេះអីគឺយើងត្រូវធ្វើនឹងចាចេះអានសៀវភៅយើងត្រូវអានសៀវភៅចង់ចេះញ៉ាំគឺយើងត្រូវកាន់ស្លាបព្រាធ្វើសកម្មភាពហ្នឹងឲ្យគាត់ឃើញចាដូចក្នុងវីដេអូនេះអញ្ចឹងខ្ញុំព្យាយាមបរៀនគាត់អញ្ចឹងខ្ញុំនៅអង្គុយញ៉ាំជាមួយគាត់ចាយើងកាន់ស្លាបព្រាយើងញ៉ាំលេងជាមួយគាត់អីហ្នឹងណាចាហើយធម្មតាក្មេងគាត់អត់ដឹងថាកាន់មិនអីមិនទេអញ្ចឹងពេលខ្លះគាត់លេងគាត់អីតាមតែរបៀបក្មេងណាចាអញ្ចឹងយើងព្យាយាមមើលហើយទាញនិយាយថាបើនិយាយភាសាឲ្យសាមញ្ញទៅទាញសកម្មភាពគាត់មកវិញណាចាទាញចំណាប់អារម្មណ៍គាត់មកវិញចាហើយពិបាកមែនគឺខ្ញុំព្យាយាមខ្លាំងចាបរៀនបដាលេងបដាអញ្ចឹងទៅព្រោះថានៅពេលដែលយើងបរៀនហើយយើងលក្ខណៈតឹងរឹងពេកគឺក្មេងរៀនចេះទេអត់ចេះមែននិយាយត្រង់អញ្ចឹងយើងបរៀនផងយើងលេងផងលក្ខណៈបង្កើតបរិយាកាសឲ្យរីករាយចាអញ្ចឹងក្មេងគាត់ចេះឆាប់ចាប់បានជាងបង្រៀននៅសភាពដែលតានតឹងចាអញ្ចឹងយើងព្យាយាមបរៀនគាត់មួយលេងជាមួយគាត់ឲ្យគាត់មើលឲ្យគាត់ឃើញថាអាហ្នឹងគេធ្វើបែបម៉េចលេងផងបរៀនផងវាថាលេងផងសាច់ការផងអញ្ចឹងចាហើយនេះគឺហ្នឹងហើយគឺខ្ញុំអង្គុយជាមួយអង្គុយលេងអង្គុយញ៉ាំអង្គុយធ្វើឲ្យគាត់មើលអញ្ចឹងទៅគាត់ឆាប់ចាប់បានជាងដែលយើងមានថាដាក់ចោលហើយឲ្យគាត់ចាប់ខ្លួនឯងធ្វើមិនធ្វើទៅប្លុកផ្លាក់ទៅអញ្ចឹងណាចាហើយនេះគឺគាត់វាថាញ៉ាំផងលេងផងអញ្ចឹងហើយយើងព្យាយាមទាញគាត់មកវិញចានេះចាសកម្មភាពនេះគឺយើងជាឪពុកម្ដាយគឺយើងគឺជាគំរូទី1ផងកូនចាអញ្ចឹងហើយគឺយើងត្រូវធ្វើឲ្យគាត់មើលមុននឹងគាត់ចេះអ្វីគ្រប់យ៉ាងនេះថ្ងៃទី1ចាថ្ងៃទី1ដែលខ្ញុំបរៀនគាត់ថ្ងៃទី1នេះបរៀនចំណាយពេលយូរបន្តិចចាអ្នកនរគ្នាឃើញហើយចំណាយពេលយូរចំណាយពេលនៅជាមួយគាត់យូរព្រោះថាគាត់លើកទី1ចាអញ្ចឹងយើងត្រូវនៅគ្រប់គ្រងនៅមើល Yes good job Talking about the tariffs obviously over the last several weeks we've seen Donald Trump the president losing support among voters writ large over the tariffs. No, the economy going south. He's hemorrhaging support among independents on the economy. But what about Trump voters? How do they feel about all this? One man can answer that question. He just happens to be the one man standing beside me right now, the chief data analyst, Harry. No.
នេះគឺជាថ្ងៃទី2ខ្ញុំអត់នៅអង្គុយជាមួយគាត់ទេខ្ញុំរៀងប្លែកគាត់បន្តិចចាអត់នៅអង្គុយជាមួយទេក៏ប៉ុន្តែឈរមើលគាត់វិញឈរមើលគាត់ថាអ្វីដែលយើងបរៀនហ្នឹងណាគាត់ចាប់បានប៉ុន្មានចាគាត់អត់តន់ចាដួសខ្លាំងទេចាដួសពេលខ្លះបានពេលខ្លះក៏អត់អញ្ចឹងទៅអញ្ចឹងយើងនៅចាំមើលចានៅចាំមើលនៅជួយគាត់ចាជួយគាត់កន្លែងណាដែលគាត់ខ្វះខាតគឺយើងនៅជួយមើលអញ្ចឹងយើងនៅជួយចាំមើលរហូតអញ្ចឹងឃើញគាត់នៅតែលេងវាថាវាក្មេងចាក្មេងគឺបែបហ្នឹងនៅលេងនៅអីអញ្ចឹងណាចាហើយនេះថ្ងៃទី2ហើយថ្ងៃទី2គាត់ចាខ្លះហើយចាដឹងថាសភាត្រូវចាប់យ៉ាងម៉េចអីយ៉ាងម៉េចចាបន្ទាប់មកគឺចូលថ្ងៃទី3គាត់ចានៅវាថានៅលេងក្នុងចរិតក្មេងដដែលហើយយើងនៅចាំមើលគាត់រហូតនិយាយរួមទៅព្រោះថាគាត់ថ្មីចាគាត់ថ្មីយើងអត់ទាន់ហ៊ានបដ ாய் គាត់ទេអញ្ចឹងយើងនៅគាត់ធ្វើទៅគឺយើងនៅចាំមើលចាក្នុងនាមយើងជាមេដាជាម្ដាយគឺយើងនៅចាំមើលរហូតអញ្ចឹងចាគាត់ញ៉ាំមើលទៅញ៉ាំអានេះគឺជាដលងចាដលងប្រាំងដាក់ឲ្យជាមួយឈីសឆ្ងាញ់គាត់ចូលចិត្តដលងប្រាំងជាមួយឈីសហ្នឹងហើយនេះគឺជាអាហារពេលព្រឹកផងគាត់ចាចិញ្ចឹមកូនមួយវាគឺជារឿងពិបាកណាចាព្រោះថាគាត់គឺជាមនុស្សថ្មីអញ្ចឹងយើងត្រូវបរៀនគាត់យើងត្រូវចំណាយពេលបរៀនគាត់តាំងពីទូចរហូតដល់ធំចាចំណាយពេលវេលាច្រើនជាមួយគាត់ចាអញ្ចឹងគឺជារឿងល្អដែលយើងចំណាយពេលវេលាច្រើនជាមួយគាត់ចាហើយគាត់គឺប៉ឹងយើងដើម្បីជាអ្នកបរៀនគាត់ហ្នឹងហើយចាក្នុងការរស់នៅប្រចាំថ្ងៃហ្នឹងចានេះហ្នឹងហើយចូលថ្ងៃទី3ហើយចឹងគាត់ជាយាមចូលខ្លួនឯងចាចូលហងលេងហងអញ្ចឹងទៅចឹងយើងនៅមើលបន្តទៀត This old man, he played one. He played knick-knack on my thumb with a knick-knack, paddywhack, give a dog a bone. This old man came rolling home. This old man, he played two. He played knick-knack on my shoe with a knick-knack, paddywhack, give a dog a bone. This old man came rolling home. This old man, he played three. He played knick-knack on my knee with a knick-knack, give a dog a bone. This old man came rolling home. This old man, he played four. He played knick-knack on my door with a knick-knack, paddywhack, give a dog a bone. This old man came rolling home. This old man, he played five. He played knick-knack on my hive with a knick-knack, paddywhack, give a dog a bone. This old man came rolling home. This old man, he played six. He played knick-knack on my sticks with a knick-knack, paddywhack, give a dog
7. He played knick-knack up in heaven with a knick-knack, paddywhack, give a dog a bone. This old man came rolling home. This old man, he played 8. He played knick-knack on my gate with a knick-knack, paddywhack, give a dog a bone. This old man came rolling home. Chaនេះចូលបរៀនគាត់ថ្ងៃទី4ហើយចាថ្ងៃទី4ខ្ញុំហ្នឹងហើយនៅឈរមើលដដែលនៅឈរមើលគាត់ញ៉ាំចាយើងនៅមើលពីចង្ងាយដដែលចាហើយនេះគាត់ព្យាយាមលើកសាប៊ីញ៉ាំព្យាយាមដួចាហ្នឹងហើយព្យាយាមដួញ៉ាំចាគាត់ដឹងថារបៀបដួសហ្នឹងមិនដើម្បីបានញ៉ាំគឺយើងត្រូវដួសញ៉ាំហើយហ្នឹងហើយញ៉ាំបានដួសបានតិចព្រោះថាបរិញ្ញាថ្មីអញ្ចឹងអត់ទាន់បានស្ទាត់ទេចាសកម្មភាពគួរឲ្យស្រឡាញ់ណាក្មេងៗប៉ុណ្ណឹងហើយពេលយើងបរិញ្ញាអីទៅគាត់ធ្វើតាមយើងទៅលក្ខណៈគួរឲ្យស្រឡាញ់មែនតែនចាញ៉ាំបដាប្រើដៃបដាញ៉ាំបដាប្រើដៃបដាចាអ្នកនរគ្នាប្រកាសជាឆ្ងល់ថាគាត់ហេតុអីមកគាត់កាន់ដៃឆ្វេងហ្នឹងហើយដៃឆ្វេងក៏ខ្ញុំបរៀនដៃស្ដាំក៏ខ្ញុំបរៀនដៃខ្ញុំបរៀនទាំងអង្គបរៀនឲ្យគាត់ចេះកាន់ទាំងពីរទាំងដៃឆ្វេងទាំងដៃស្ដាំចាវាយើងបរៀនគាត់ឲ្យចេះច្រើនទៅវាមិនមានអីខាតបង់ទេគាត់ចេះច្រើនគឺកាន់តែល្អសម្រាប់យើងចានេះបន្ទាប់ពីកាន់ចេះកាន់សាប៊ីតិចហើយគឺទាកាន់សមទៀតអញ្ចឹងក្មេងណាចេះចង់ដឹងចង់លឺចង់កាន់ចង់ស្ទាបអញ្ចឹងណាចាហើយសមហ្នឹងម៉ាក់ប្រយ័ត្នណាចាកុំឲ្យគាត់កាន់នៅម្នាក់ឯងគាត់កាន់គឺយើងត្រូវមើលគាត់ជាប់រហូតព្រោះថាសមហ្នឹងអាចនឹងមានគ្រោះថ្នាក់គាត់ចាក់ភ្នែកចាក់អីអញ្ចឹងទៅគឺយើងត្រូវមើលរហូតណាសមណាប្រយ័ត្នខ្លាំងសមហ្នឹងណាបើថាអាចបើយើងអត់នៅចាមិនបាច់ឲ្យគាត់កាន់ទេហើយកុំឲ្យកាន់ដើរកាន់លេងកាន់អីគឺអូយព្រោះណាសមនេះហ្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយនេះគ្រាន់តែជាបទពិសោធន៍តិចតួចទេគឺខ្ញុំមិនមែនជាអ្នកជំនាញអីទេគ្រាន់តែយើងបទពិសោធន៍ប្រចាំថ្ងៃដែលយើងមានតិចតួចហ្នឹងណាចាយើងចែកគ្នាដឹងអីអញ្ចឹងទៅចាវាមិនអ្នកជំនាញអីខ្លាំងក្លាទេចាអរគុណច្រើនសម្រាប់ទស្សនាវីដេអូមួយនេះហើយជូនពរអ្នកទាំងអស់គ្នាជូនពរម៉ាមីនិងបេប៊ីមានសុខភាពល្អទាំងអស់គ្នាចាហ្នឹងហើយអរគុណច្រើនជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយទៀតចាបាយបាយ